សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបងប្អូនទាំងអស់គ្នាលេងម្ដងគ្រាដឹងថាតលេងណាមកមើលវីដេអូនេះទាំងអស់គ្នាថ្ងៃនេះយើងមកលេងប៊ូស្រាបងប្អូនបានឃើញtrongវីដេអូហើយគឺថាស្អាតមែនទែនយើងចេញពីប៊ូស្រាទៅយើងនឹងទៅភ្នំណាមលាទៀតបងប្អូនមកខែនេះគឺថាស្អាតមែនទែនបងប្អូនមើលទៅវីដេអូនេះគឺដឹងហើយថ្ងៃនេះមនុស្សច្រើនគូសំបងប្អូនដូចខែបុនដែរខែបុនបានច្រើនជាងនឹងទៀតមានពុកម៉ែបងប្អូនយើងមកលេងច្រើនបាទពុកម៉ែបងប្អូនបានមកលេងពុកម៉ែបងប្អូនចង់រកកន្លែងស្នាក់នៅកន្លែងគេងអាចតាក់ទងមកเพจនេះបានខ្ញុំមានកន្លែងគេងមួយកន្លែងស្នាក់នៅគឺទេសភាពស្អាតបងប្អូនទីកន្លែងស្ងប់ស្ងាត់ពុកម៉ែបងប្អូនបើចង់ចូលចិត្តកន្លែងដែលស្ងប់ស្ងាត់កន្លែងមានទេសភាពស្អាតវាស្មៅកន្លែងដែលពោពេញទៅដោយធម្មជាតិបងប្អូនមកមិនខុសទេទីទៀតខ្ញុំនឹងឲ្យពុកម៉ែបងប្អូនមើលកន្លែងរីសតមួយស្ងប់ស្ងាត់ស្អាតទេសភាពស្អាតមានទឹកជ្រោះមានកញ្ចុះមានកន្លែងអង្គុយលេងអាំងសាច់បានបងប្អូនចាំតាមដានវីដេអូនេះទីទៀតខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅមើលកន្លែងមួយទីនេះបងប្អូនប្រកបទីស្អាតយើងមកមើលកន្លែងនេះសិនបងប្អូនកន្លែងទឹកជ្រោះឧស្សាហ៍គឺថាស្អាតមែនទែនមានកន្លែងគេលក់ដូរច្រើននេះគឺជាផ្លូវចុះទៅទឹកជ្រោះបងប្អូនចាំមើលតិចទៀតទៅគឺដឹងហើយបងប្អូនមកខែនេះគឺស្អាតបងប្អូនទឹកក៏ថ្លាហើយវាមិនសូវទឹកល្អដូចជាទឹកក្រហមបងប្អូនទឹកក្រហមដូចជាខែវស្សាខែហ្នឹងវាដាច់ទឹកភ្លៀងហើយខ្ញុំទឹករៀងស្អាតបងប្អូនទឹកថ្លាស្អាតមើលទៅស្អាតមែនទែនបងប្អូនគឺថាស្អាតបងប្អូនហើយបងប្អូនដែលមិនទាន់ដែលមកលេងកុំភ្លេចមកលេងផងអ្នកដែលធ្លាប់មកពីមុន 2-3 ឆ្នាំមុនមកលើហ្នឹងគឺគេធ្វើស្អាតមែនទែនបងប្អូននៅទឹកជ្រោះប៊ូស្រាយើងមណ្ឌលគិរីមានកន្លែងជាច្រើនឲ្យពុកម៉ែបងប្អូនទៅទស្សនាលេងដើរលេងកំសាន្តផ្លែកភ្នែកផ្លែកអារម្មណ៍អីចឹងណាបងប្អូនគឺមានច្រើនมันអាចទៅអស់ទេតោះតែយើងមក3-4 ថ្ងៃ5ថ្ងៃឬក៏មួយអាទិត្យអីបានអាចយើងដើរលេងអស់កន្លែងបងប្អូនគឺមានច្រើនហើយកន្លែងនេះគឺកន្លែងគេលក់កាហ្វេបងប្អូនកាហ្វេប៊ូស្រាយើងកាហ្វេធម្មជាតិគឺស្អាតមែនទែនយើងទិញកំងគេហើយយើងចេញមកគឺឃើញទឹកជ្រោះតែម្ដងគឺថាស្អាតមែនទែនបងប្អូនអើយធម្មជាតិហ្នឹងធម្មជាតិអ្នកបង្កើតណាมันងាយបានឃើញទេសភាពបែបនេះណាបងប្អូនចង់មកលេងបានបងប្អូនគឺថាស្អាតមែនទែនកន្លែងថតរូបបាទបងប្អូនហើយមានបងប្អូនណាខ្លះធ្លាប់មកលេងបងប្អូនបាទបងប្អូនមកហើយអត់មានកន្លែងស្នាក់នៅកន្លែងគេងអាចតាក់ទងមកយើងខ្ញុំបានកន្លែងរីសតយើងខ្ញុំអត់ឆ្ងាយពីប៊ូស្រាទេបងប្អូនចង្ងាយប្រហែលជាអត់ដល់1គីឡូដីទេបងប្អូនពីប៊ូស្រាទៅបងប្អូនអាចមកលេងប៊ូស្រាហើយបងប្អូនអាចទៅស្នាក់នៅគេងនៅកន្លែងយើងខ្ញុំបានឥឡូវមកបងប្អូនមកស្ដាប់សំឡេងទឹកហូរទាំងអស់គ្នាពុកម៉ែបងប្អូនហើយយើងក៏ចេញមកវិញហើយនេះគឺជាផ្លូវចេញពីប៊ូស្រាទៅច្រកចេញបងប្អូនយើងអាចចេញតាមច្រកដែលចូលមកមិញទេហើយច្រកនេះយើងចេញទៅបើយើងបត់ទៅឆ្វេងបងប្អូនយើងទៅភ្នំឡាំលាហើយនោះគឺជាផ្លាកភ្នំណាមលាបងប្អូនបត់ឆ្វេងបងប្អូនយើងបត់ឆ្វេងឡើងទៅលើរហូតទៅហើយយើងក៏ទៅត្រង់រហូតប្រហែលជា10គីឡូជាងទៀតយើងក៏ទៅដល់ភ្នំឡាំលាបងប្អូនហើយបងប្អូនក៏មើលវីដេអូនេះបងប្អូនដឹងហើយនោះគឺជាភ្នំឡាំលាបងប្អូនមើលឃើញហើយពីនឹងទៅបងប្អូនលឹមហើយបន្តមកយើងក៏ដល់សាលាស្រុកបងប្អូនយើងក៏ជិះហួសពីសាលាស្រុកប្រហែលជា50ម៉ែត្រទៀតយើងក៏ដល់ខ្លងទ្វារចូលទៅរីសតរបស់យើងនេះហើយបងប្អូនបាទពុកម៉ែបងប្អូនមិនទាន់ចង់ទៅឡាំលាទេចាំទៅស្អែកបងប្អូនអាចគេងចូលស្នាក់នៅទីកន្លែងរីសតរបស់យើងបាននេះហើយបងប្អូនហើយយើងខ្ញុំក៏សូមអធិស្ឋានមានការនិយាយខុសឆ្គងកន្លែងណាហើយក៏សូមទោសទុកជាមុនបើមានការនិយាយខុសឆ្គងកន្លែងណាមួយខ្ញុំមិនសូវចេះនិយាយទេពុកម៉ែបងប្អូនហើយក៏សូមទោសទុកជាមុនដែរបាទបងប្អូនតបមកយើងក៏ចេញមកវិញមកហើយយើងក៏ជិះទៅត្រង់រហូតហើយក៏យើងមកដល់ផ្សារប៊ូស្រាបងប្អូនផ្លូវបំបីទៅណាមលាបំបីចំកណ្ដាលផ្សារយើងតែម្ដងបងប្អូននេះហើយផ្លូវវិតុងទៅរហូតបងប្អូននោះគឺជាផ្លាកភ្នំឡាំលាបងប្អូនពីផ្សារទៅ10គីឡូទៀតយើងអាចទៅដល់ភ្នំឡាំលាហើយបងប្អូនតើយើងមានតែប៉ុណ្្នឹងឯងសូមអរគុណ